សួស្តីទាំងអស់គ្នាស្វាគមន៍មកកាន់ខ្ញុំម្ដងទៀតថ្ងៃនេះខ្ញុំនឹង demo អ្នកទាំងអស់គ្នាអំពី homework ដែលខ្ញុំបានធ្វើដែល homework របស់ខ្ញុំផងដែរគឺធ្វើតកតងទៅនឹងការ API ដោយខ្ញុំបាន build វានៅលើ Laravel ហើយ connect វាជាមួយនឹង database ហើយខ្ញុំនឹង test វានៅក្នុង Postman ដែលអ្នកទាំងអស់គ្នាមើលផងដែរជាដំបូងដែលយើងត្រូវធ្វើគឺយើងត្រូវការ set up បច្ចេក Laravel របស់យើងចំពោះការ set up គឺខ្ញុំបាន set up រួចហើយនេះគឺជា file ដែលខ្ញុំបាន set up ដែលវាមានfile មួយចំនួនដែលសំខាន់ដូចជានៅក្នុងនេះគឺមាន router គឺជា file សំខាន់ដែលយើងប្រើប្រាស់វាសម្រាប់សរសេរនៅ function ឬក៏មុខងារមួយចំនួនដែលយើងប្រើប្រាស់ក្នុងការ REST API ផងដែរមានដូចជាការ delete ឬក៏ update ការបង្កើតវានៅក្នុងគឺយើងសរសេរ function នៅក្នុង controller ចំណែកឯនៅក្នុង model គឺយើងប្រើប្រាស់វាសម្រាប់ protect នៃការបញ្ចូល data ឬក៏ add data ចូលទៅកាន់ database របស់យើងហើយនៅក្នុង database គឺយើងមាន file មួយចំនួនដែលសំខាន់ដូចជា factory ហើយ migrate គឺជាកន្លែងដែលយើងបង្កើត table ហើយមួយទៀតគឺនៅក្នុង seeder គឺជាកន្លែងដែលយើងកំណត់នៃការ add data fetch data ចូលទៅកាន់ database ដែលនៅក្នុងនេះខ្ញុំបាន add fetch data ចូលទៅកាន់ database ចំនួន10ហើយបន្តមកទៀតគឺយើងនៅក្នុង router គឺជាកន្លែងដែលបង្ហាញនៅ function មួយចំនួនដែលយើងបានសរសេរវានៅក្នុង controller ផងដែរហើយចំពោះចំណុចមួយទៀតគឺយើងត្រូវការសម្រាប់ connect វាជាមួយ database ដែលយើង copy ឈ្មោះ database ដែលយើងបានបង្កើតដូចជានៅក្នុងនេះខ្ញុំបានបង្កើត database មួយឈ្មោះថា laravel_hdb បន្ទាប់មក copy ឈ្មោះ database ដែលយើងបានបង្កើតយកវាទៅដាក់នៅក្នុង file NAV បន្ទាប់ពីយើងដាក់ហើយគឺយើងអាច connect វាជាមួយនឹង database បានធម្មតាចំពោះការ connect ជាមួយនឹង database ហើយបន្តទៅទៀតគឺយើងត្រូវការ test វានៅលើ Postman មុននឹងយើងទៅមើល result ដែលយើងបាន test យើងទៅមើលនឹងcode មួយចំនួនដែលខ្ញុំបានសរសេរដើម្បី REST API ដែរជាដំបូងគឺនៅក្នុង database នៅក្នុង migrate គឺខ្ញុំបានបង្កើត table មួយឈ្មោះថា item table ហើយខ្ញុំបាន add នៅ column មួយចំនួនដែលសំខាន់ដូចជា name description ហើយនិង price ដើម្បីបញ្ជាក់ពី item ផងដែរហើយបន្ទាប់មកទៀតនៅក្នុង seeder គឺខ្ញុំប្រើប្រាស់វាសម្រាប់ add num ហើយនៅក្នុង factory គឺជាកន្លែងដែលខ្ញុំសរសេរនៅ column ណាដែលយើងត្រូវការ add វាគឺជាកន្លែងដែលយើងសរសេរ function ឬក៏សរសេរ code ដើម្បីធ្វើ CRUD របស់ API យើងហើយនៅក្នុង item controller គឺជាអ្វីដែលខ្ញុំចង់បង្ហាញគឺតកតងទៅនឹង index គឺជា function ដែលប្រើប្រាស់សម្រាប់ទាញយកនៅ item ទាំងអស់ចេញពី database បន្ទាប់មក so គឺយើងប្រើប្រាស់សម្រាប់ចាប់យក item ជាមួយនឹង specific ID បន្ទាប់មកនៅក្នុង function store យើងប្រើប្រាស់សម្រាប់បង្កើត item ថ្មីចូលទៅកាន់ database មានថាយើង add វាថ្មីចូលបន្ទាប់មក function មួយឈ្មោះថា update function គឺកន្លែងដែលយើង update item របស់យើងបាននៅក្នុង database តាមរយៈ specific ID ផងដែរហើយមួយទៀតគឺតកតងទៅនឹង function destroy គឺជាកន្លែងដែលយើងធ្វើការ delete item របស់យើងចេញពី database បន្ទាប់ពីនៅក្នុង controller គឺយើងទៅមើលrouter វិញម្ដងដែលចំពោះ router វិញនៅក្នុង API.php គឺជាកន្លែងដែលយើងសរសេរ router ដើម្បីបង្ហាញពី result នៃ function មួយចំនួនដែលយើងបានបង្កើតនៅក្នុង controller ផងដែរដូចជាបន្ទាប់ពីយើងសរសេរ function បង្កើត table ហើយ add fetch data ចូលទៅកាន់ database បន្ទាប់មកយើងសរសេរ router យើងនឹង run បច្ចេកតាមរយៈ command php artisan serve បន្ទាប់មកយើង copy យកវាទៅ test នៅក្នុង Postman ផងដែរចំណែកឯនៅក្នុង Postman គឺខ្ញុំបានបង្កើត collection មួយឈ្មោះ Laravel_hm គឺជាកន្លែងយើង test ជាដំបូងគឺខ្ញុំបាន test នៅ router គឺខ្ញុំសរសេរ content endpoint បែបនេះហើយវានឹង respond message welcome to API ហើយនេះខ្ញុំលុបចេញបែបនេះហើយខ្ញុំ test ឲ្យអ្នកទាំងអស់គ្នាមើលម្ដងទៀតហើយយើង content បែបនេះមក endpoint បែបនេះដោយប្រើ method get ទៅមក
response វានឹងឃើញ response ដែលខ្ញុំបានក ែមុននឹងបន្តិចហើយមួយទៀតនៅក្នុងនេះគឺខ្ញុំបង្កើត folder មួយដែលឈ្មោះថា item គឺជាកន្លែងដែលសំខាន់ដែលយើងប្រើប្រាស់សម្រាប់ធ្វើ CRUD ឬក៏ test API របស់ពួកយើងហើយដំបូងដែលខ្ញុំបានបង្កើតគឺget item ទាំងអស់ចេញពី database ដែលយើងប្រើ method get ហើយ endpoint យើងសរសេរបែបនេះណាហើយយើងនឹងឃើញ data ទាំងអស់ចេញពី database របស់យើងហើយយើងគ្រាន់តែ run មកវានឹងឃើញបែបនេះហើយមួយទៀតគឺតកតងទៅនឹងការ get item ជាមួយនឹង specific ID គឺយើងប្រើប្រាស់ method get ដែរហើយយើងគ្រាន់តែ ID ដែលយើងចង់បានហើយខ្ញុំចង់បាន ID លេខ9គឺយើងឃើញបែបនេះន័យថាយើងចាប់បាន ID លេខ9ហើយវាមានប្រដាក់ name បែបនេះហើយនឹង description ហើយនឹង price មួយចំនួនផងដែរហើយនៅក្នុងនេះគឺជាកន្លែងដែលយើងអាច add item យើងចូលទៅកាន់ database ថ្មីផងដែរហើយនៅក្នុងនេះគឺយើងប្រើប្រាស់ method post និង body ហើយនៅក្នុង row គឺយើងសរសេរបែបនេះដើម្បីជាការបញ្ចូល item ចូលទៅកាន់ database របស់យើងទីមួយមាន name នៅលើខ្ញុំចង់បដូរ name ទៅជាបែបនេះហើយតម្លៃខ្ញុំបដូរទៅជា200វិញបន្ទាប់មកខ្ញុំ send ទៅនឹងការ update ខ្ញុំចង់ update ពីនៅក្នុង update គឺយើងប្រើប្រាស់ method input ហើយនឹង endpoint យើងប្រើបែបនេះជាមួយនឹងតើ item នៅ ID លេខប៉ុន្មានដែលយើងចង់ update ខ្ញុំចង់ update លេខ item លេខ25មិញទៅជា apple tooth apple បែបនេះហើយ description បែបនេះហើយតម្លៃគឺខ្ញុំបែបនេះបន្ទាប់មកខ្ញុំ update វាឃើញ apple បដូរពីទម្រង់ផមាញ់មកនេះគឺជា apple ខ្ញុំបាន update ហើយមួយទៀតគឺទៅតងទៅនឹង delete គឺយើងប្រើប្រាស់ method delete ហើយ endpoint យើងសរសេរបែបនេះខ្ញុំចង់ delete item លេខ25មិញចោលហើយខ្ញុំសរសេរ endpoint បន្ទាប់មកខ្ញុំដាក់ ID នៃ item ខ្ញុំ test វានឹងឃើញresponse បែបនេះមានន័យថាយើង update ឬខ្ញុំ update បាន success បែបហើយមួយទៀតគឺតកតងទៅនឹង user គឺ user ខ្ញុំក៏បានបង្កើតធ្វើ group ផងដែរហើយសម្រាប់វីដេអូរបស់ខ្ញុំគឺថ្ងៃហ្នឹងគឺអស់ហើយអរគុណអ្នកទាំងអស់គ្នាសម្រាប់ការចំណាយពេលវេលាក្នុងការទស្សនាឬក៏ស្ដាប់នៅការ demo របស់ខ្ញុំផងដែរអរគុណ